ពាក្យថាឈឺកាពះនេះគឺវាគ្រប់ដណ្ដប់នៅជំងឺជាច្រើននៅក្នុងនោះបាទហើយអ្នកដែលឈឺកាពះទាំងអស់ហ្នឹងក៏មិនមែនសុទ្ធតែជំងឺដូចគ្នាដែរវាមានជំងឺច្រើនបាទតែនៅពេលដែលអ្នកជំងឺម្នាក់ដែលមានអាការៈឆ្អល់ចុងដង្ហើមមានផ្សាកាហាយឬក៏មានការពិបាករំលាយញ៉ាំអាហារទៅមានពិបាកក្នុងការរំលាយអាហារឬក៏មានភើមកជូរក្តីភើជាខ្យល់ក្តីគាត់ច្រើនថាសរុបថាឈឺកាពះតែតាមពិតរោគសញ្ញាទាំងអស់នេះគឺជារោគសញ្ញានៃជំងឺច្រើនដែលតាក់ទងនឹងកាពះនឹងឲ្យតែជំងឺតាក់ទងនឹងកាពះគឺវាឲ្យរោគសញ្ញាស្តៀងគ្នាអញ្ចឹងបាទយើងអាចនិយាយបានថាគឺពីព្រោះមានជំងឺកាពះមួយចំនួនវាតាក់ទងទៅនឹងការដែលប្រើថ្នាំគ្មានវេជ្ជបញ្ជាបាទហើយយើងដឹងហើយនៅប្រទេសកម្ពុជាយើងបច្ចុប្បន្ននៅតាមកន្លែងអសត់ឋានខ្លះក៏មានលក់ថ្នាំបាទដែលគ្មានវេជ្ជបញ្ជាអ្នកជំងឺយើងច្រើនតែគាត់ទៅផ្សំថ្នាំនៅអសត់ឋានបាទនៅពេលដែលគាត់ផ្ដាសាយឈឺក្បាលថ្លោះក្រិចអីចឹងទៅហើយអ្នកដែលនៅលក់ថ្នាំហ្នឹងជួនកាលគាត់ផ្សំថ្នាំឲ្យមានថ្នាំបានការឈឺចាប់ឲ្យតែថ្នាំហ្នឹងអាចមានឥទ្ធិពលអាក្រក់នៅលើកាពះដែលគាត់មិនមែនជាពេទ្យគាត់មិនអាចដឹងហើយគាត់តែជួនកាលជំងឺហ្នឹងវាមិនត្រូវការថ្នាំហ្នឹងផងហើយចំណាគាត់ឲ្យទៅវាអាចប៉ះពាល់ដល់កាពះដូច្នេះខ្ញុំអាចនិយាយថាដោយសារការដែលយើងញ៉ាំថ្នាំដោយគ្មានវេជ្ជបញ្ជាដោយសារតែយើងទៅទិញថ្នាំញ៉ាំខ្លួនឯងហ្នឹងហើយដែលជាបច្ច័យមួយឲ្យមានការឈឺឆ្អល់ចុកកាហាយផ្សាក្នុងពោះដែលយើងថាឈឺកាពះហ្នឹងហើយដូច្នេះនេះគឺជាជំងឺមួយដែលបណ្ដាលមកពីថ្នាំមានអាការៈឈឺកាពះចុកឆ្អល់ខ្លះទៀតហ្នឹងវាបណ្ដាលមកពីទទួលទាននៅគ្រឿងសម្បង់ដូចជាស្រាមានពួកយ៉ាស្រាហើយនឹងប្រភេទគ្រឿងសម្បង់ផ្សេងៗដទៃទៀតទាំងអស់នេះគឺជាកត្តាមួយជំរុញឲ្យមានការឈឺកាពះដែលឈឺកាពះហ្នឹងបណ្ដាលមកពីគ្រឿងសម្បង់ហ្នឹងឯងបាទហើយការជក់បារីក៏ជាកត្តាមួយឲ្យឈឺកាពះដែរជក់បារីនិងញ៉ាំគ្រឿងស្រវឹងជាកត្តាពីរដែលចូលគ្នាដែលវាបង្កើនឡើងគឺវាមានគេហៅខណៈវាញ៉ាំតែឯងគឺវាឲ្យពុលល្មមតែបើវាពីរចូលគ្នាវាពុលឡើងទ្វេដងឬក៏3 4ដងបាទខណៈអ្នកញ៉ាំផងជក់ផងហើយយើងដឹងហើយថាអ្នកដែលផឹកស៊ីហ្នឹងច្រើនតែជក់ជាមួយគ្នាហើយពេលហ្នឹងដែលធ្វើឲ្យការដែលឈឺកាពះកើតឡើងកត្តាឈឺកាពះខ្លះទៀតគឺបណ្ដាលមកពី stress ខ្លាំងបាទ stress ហ្នឹងហើយកាលណាយើងមិនមានការដែល management វាឲ្យបានត្រឹមត្រូវវាបង្កឲ្យទៅជាឈឺដែរបាទឈឺផ្សេងទៀតច្រើនតែក្នុងនោះមានការឈឺកាពះមួយបណ្ដាលមកពី stress បាទ